ឈូកជារុក្ខជាតិមួយប្រភេទដែលមានគុណសម្បត្តិនិងអត្ថប្រយោជន៍ដែលអាចយកមកប្រើប្រាស់បានជាច្រើនសន្តានប្រជាជនខ្មែរតែងនិយមយកផ្កាឈូកទៅបូជាក្នុងពិធីបុណ្យទាននានាតាមប្រពៃណីនិងទំនៀមទម្លាប់ស្លឹកឈូកអាចយកទៅធ្វើជាប្រដាប់ខ្ចប់អាហារដូចជាបាយទឹកនិងនំចំណីជាដើមចំណែកឯផ្លែឈូកវិញគេក៏អាចយកវាទៅធ្វើជាអាហារដ៏មានជារសឈ្ងុយឆ្ងាញ់ដូចជាបង្អែមគ្រាប់ឈូកក្រលីងឈូកដំណាប់គ្រាប់ឈូកនិងធ្វើជាម្សៅឈូកផងដែររុក្ខជាតិឈូកនេះទៀតសោតគេតែងតែដាំវានៅតាមជាក្រុងជាលក្ខណៈគ្រួសារហើយមានខ្លះទៀតដាំជាលក្ខណៈអាជីវកម្មប៉ុន្តែដោយសារបញ្ហាដីអាកាសធាតុនិងសេដ្ឋកិច្ចធ្វើឲ្យប្រជាជនមួយចំនួនបញ្ឈប់ការដាំដំណាំឈូកនេះធ្វើឲ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់និងតម្រូវការក្នុងទីផ្សារដោយឡែកអ្នកមីងទឹកស្រីអូនដែលរស់នៅភូមិត្រពាំងរាំងថ្មីសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញគឺជាស្ត្រីម៉ែម្នាក់ប្រកបរបរលក់ផ្កាឈូកនេះបន្តពីម្ដាយរបស់គាត់អស់រយៈពេលជាង30ឆ្នាំមកហើយតាមរយៈមុខរបរនេះគាត់អាចទទួលបានប្រាក់ចំណូលក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារនិងចិញ្ចឹមកូនស្រីចំនួន3នាក់នៅក្នុងបន្ទុកថែមទាំងអាចឲ្យពួកគេបន្តការសិក្សារហូតដល់សប្តាហ៍ថ្ងៃនេះផងដែរទឹកស្រីអូនអាយុ43តាមពិតមុខរបរនេះបោះម៉ែគាត់អ្នកលក់តាំងពីដើមមកដល់គាត់ចាស់លក់លែងកើតទៅយើងលក់តពីគាត់20-30ឆ្នាំហើយជប់កប់យូរហើយពិបាកតែពេលមេឃភ្លៀងមេឃក្តៅអីអាហ្នឹងពិបាកព្រោះអីយើងអង្គុយក្រោមដើមឈើអញ្ចឹងដល់ពេលហែកភ្លៀងមកទឹកជោកអញ្ចឹងទៅហែណាក្តៅខ្លាំងអត់ហ៊ានដាក់ឆាតអីព្រោះអីមុខធនាគារគេពេលបេះក៏ពិបាកដែរពេលខ្លះចុះទៅចេះតែខ្លាចពូដោយសារវាអត់មានមនុស្សប្រុសជួយសិតតែស្រីទៅបេះអញ្ចឹងចេះខ្លាចបាក់ជាងគេយើងអត់មានមុខរបរអីហែមទៀតព្រោះអីមុខរបរនេះមួយអាទិត្យលក់បាន12ថ្ងៃហើយដល់ពេលអញ្ចឹងប្រាក់ចំណូលយើងចំណាយវាអត់គ្រាន់ដូចថាយើងចំណាយអស់ច្រើនដល់ពេលយើងចំណូលយើងចូលតិចដល់ពេលអញ្ចឹងយើងទប់ទល់គាត់មួយគាត់អត់ឈ្នះចំណាយលើគាត់រៀនតិចគាត់ទាបើជើងទាកអាវទៅលក់ផ្កាឈូកហ្នឹងរាយក៏លក់ដុំក៏លក់ឲ្យតែគេត្រូវការដុំយើងលក់ដុំបើគេត្រូវការរាយយើងលក់រាយតម្លៃខុសគ្នាដូចថាលក់រាយយើងបាន15,000ទៅ6000បោះដុំគិតជារាយវិញបានតែ4000ទេលក់រាយយើងចំណេញតែបើលក់ដុំគេយកភ្លាមដុំវាឆាប់អស់មុនសិលមួយថ្ងៃហើយថ្ងៃសិលនឹងថ្ងៃហ្នឹងមុនសិលស្អែកបានសិលហើយមុនថ្ងៃសិលត្រូវដើរបេះស្លឹកដើរបេះផ្កាដល់ថ្ងៃមុនសិលហ្មងបានមកលក់ចាប់ពីដើរបេះផ្កាបេះស្លឹកបេះអីហើយយកមកអង្គុយចងដុំវាឲ្យស្អាតចឹងហើយត្រូវត្រាំទឹកវាទុកមកយកដើម្បីយើងបេះហើយបើយើងអត់ត្រាំទឹកវាទុនដើមអស់ហើយផ្កាព្រលឹមឡើងដឹកយកមកដល់សាស្រ័យចឹងស្រ័យចងឲ្យម៉ួយតាមតូបការឈូកបាក់ដាំដោយសារអាកាសធាតុវាប្រែប្រួលអញ្ចឹងយើងពិបាកថែហើយធ្លាប់ឡើង1000-2000អីតែអាកាសធាតុមិនស្រួលហ្នឹងធ្លាក់នៅ200-300អត់មានដីដាំទៀតព្រោះដោយសារពីមុនជួលដីគេដាំដល់ឥឡូវគេដកដីគេសុខចិត្តគេធ្វើអីផ្សេងហើយដីខ្លះដែលគេត្រូវប៉ាន់ទៀតគេចាក់ដីលុបធ្វើបរិយធ្វើអីទៀតអញ្ចឹងរកដីដាំពិបាកមានតែឲ្យជួយសនំពឲ្យជួយទិញផ្កាច្រើនទៅព្រោះអីឥឡូវផ្កាសត្វលែងសូវមានហើយអ្នកទិញក៏រៀងខ្សត់ដែរចំណូលអីក៏ពិបាករកខ្ញុំមកបង្ខំចាខ្ញុំនៅភូមិកាប់ស្រូវសង្កាត់គោកកាខណ្ឌព្រែកភ្នៅនិយាយទៅតាំងពីខ្ញុំនៅពីក្មេងនិយាយទៅខ្ញុំតាំងពីដីឈូកខ្ញុំនៅទួអញ្ជ័យទួចាតែឥឡូវដល់ពេលឥឡូវគេចាក់ដីទៅឥឡូវមកជួលដីគេដាំវិញនេះពីមុនយើងដាំយើងអត់សូវប្រើថ្នាំទេឥឡូវប្រើថ្នាំខ្យងច្រើនណាវាក់ជាងគេចុះលុយជាងគេតែថ្នាំខ្យងហ្នឹងហ្មងចាក់ម្ដងអត់មានថា4-5ម៉ឺននេះមួយចាប់ពី20ម៉ឺនទៅ30ម៉ឺនហើយតែផ្កាថោកយើងពិបាកដែរតែបើផ្កាតំបានឥឡូវនេះបានយើង2ខែហ្នឹងឯងយើងបានថ្លៃមេឃត្រជាក់អញ្ចឹងឈូកអត់សូវចេញផ្កាតិចផ្កាអត់សូវកើតណាបាទដាំឈូកមានតែពិបាកជាងគេមានតែអត់សូវចេញផ្កាហ្នឹងពីខែ11ដល់ខែ2អត់សូវមានផ្កាលក់ទេព្រោះអីវាអត់សូវចេញត្រជាក់និយាយទៅបេះមួយថ្ងៃវាបានវាដូចខ្ញុំប្រាប់យើងអត់ទៀងជួនកាលយើងបេះបាន500ជួនកាល600ផ្កាបើផ្កាច្រើនទៅវាលូតដល់1000ផ្កាអញ្ចឹងណាបេះមួយថ្ងៃខានមួយថ្ងៃបើយើងផ្កាយើង2កន្លែងយើងបេះរាល់ថ្ងៃ
តែផ្កាយើងមកកន្លែងហ្នឹងបេះមួយថ្ងៃខានមួយថ្ងៃបាន100000អីចឹងណា100000 2 100000អីចឹងទៅរាប់មួយថ្ងៃយកទៅឲ្យម៉ួយមុខវាំងច្បារអំពៅអីចឹងទៅចង់ឲ្យជួយនឹងជួយឲ្យឆ្នាំខ្យងនឹងឲ្យចុះបន្តិចទៅកុំឲ្យថ្លៃពេកគ្នាឈូកនេះរត់អត់រួចឈ្នួហើយនឹងឆ្នាំខ្យងចាក់ឆ្នាំខ្យងម្ដង200,000ណា200,000បើស្រែយើងធំជាងហ្នឹងមហាតាអីគ្នាចាក់ម្ដង30-40,000ខ្ញុំឈ្មោះសេងស្រីម៉ាអាយុ31បច្ចុប្បន្នខ្ញុំនៅទួស្កែខ្ញុំមកលក់ផ្កានៅផ្កាឈូកមកវិញជួនកាលដាច់ជួនកាលអត់ចឹងណាបងបាក់លក់បាក់អីដែរមនុស្សគាត់អត់មានលុយដែរថ្ងៃណាត្រូវលក់ដាច់ថ្ងៃណាអត់ចឹងទៅគាត់ថាខ្ញុំមកលក់រាល់ថ្ងៃចឹងទៅលក់មួយថ្ងៃខានមួយថ្ងៃថ្ងៃនេះខ្ញុំលក់ដាច់ហ្នឹងវិញគេចឹងទៅនៅនេះទៅចែកគ្នាលក់បានចែកគ្នាហូបរស់ម្នាក់ម្ដងចឹងណាខែបុណ្យទានមួយថ្ងៃបាន10-20,000ចឹងថ្ងៃធម្មតាចឹងបាន6-7,000ចឹងទៅឲ្យរួចហើយផ្កាហើយធូបទានចឹងទៅណាបើខែនេះផ្កាថ្លៃដែរ115-60000អញ្ចឹងថ្ងៃដែលលក់ដាច់បានតែសៅរ៍អាទិត្យនិងថ្ងៃសិលបើថ្ងៃសិលយើងលក់អស់ផ្កា100-200អញ្ចឹងទៅណាថ្ងៃធម្មតាអស់100ជួនកាលអស់ជួនកាលអត់អញ្ចឹងហើយខ្ញុំចង់សំណូមពរដល់បងប្អូនខ្លះគាត់មានចិត្តឲ្យគាត់ជួយទិញពួកខ្ញុំអញ្ចឹងទៅបានចិញ្ចឹមកូនចិញ្ចឹមចៅអញ្ចឹងណាបងផ្កាថោកថ្លៃអីសំណូមពរបងប្អូនជាពលរដ្ឋកំខឹងពួកខ្ញុំអញ្ចឹងណាខ្ញុំលក់តាមផ្កាថោកផ្កាថ្លៃដែរបងផ្កាថ្លៃទៅយើងលក់3ដើម5,000បកាថោកលក់ឲ្យគាត់មកគូអញ្ចឹង5,000អញ្ចឹងទៅសម្រាប់ថ្វាយព្រះសម្រាប់យកទៅលម្អដូចជាកន្លែងកម្មវិធីបុណ្យផ្សេងអាចនឹងខុសគ្នាតិចតួចពីមុនអាចនឹងមានតម្លៃថោកជាងនឹងបន្តិចព្រោះអីពីមុនវាអត់សូវមានទីផ្សារបងតែឥឡូវផ្កាឈូកមានទីផ្សារច្រើនខ្ញុំគិតថាអីតម្លៃសមគាត់លក់ឲ្យក្នុងមួយបាច់ហ្នឹង2,500ខ្ញុំគិតថាតម្លៃប៉ុណ្ណឹងគ្រាន់ហើយព្រោះអីគាត់ទៅបេះនៅកន្លែងនេះគាត់ឬមកគាត់ទិញមកពីគេវាអាចនឹងមានតម្លៃប៉ុណ្ណឹងគាត់លក់បានទៅបូជាព្រះថ្វាយព្រះអញ្ចឹងណាយើងយកទៅបួងសួងអីចឹងទៅសុំក្តីសុខអញ្ចឹងទៅយកទៅតាំងលម្អហើយក៏យកទៅធ្វើក្នុងពិធីបុណ្យអីផ្សេងៗអញ្ចឹងណាអូនជាតម្លៃសមរម្យព្រោះលើកន្លែងហ្នឹងនោះពីរដុំនេះ5,000តែបើកន្លែងធម្មតាក៏វាល្បាក់ប៉ុណ្ណឹងឯណាអូនអត់អីទេតម្លៃប៉ុណ្ណឹងអាចទទួលយកបានអញ្ចឹងណាអូន